Hello hello បងប្អូនទាំងអស់គ្នាជំរាបសួរថ្ងៃបងប្អូនទាំងអស់គ្នានាងខ្ញុំឌីណាហើយខ្ញុំមករលដងគឺភាគច្រើនគឺប្រើជាមួយនឹងផលិតផលផ្នែក skin care បងប្អូនទាំងអស់គ្នាគឺខ្ញុំតែងតែលើកប្រភេទ skin care ម្ដងមួយពីការលាងសម្អាតពីការបំពន់ចាពីការ make up អីជាដើមហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំមកបែបផ្សេងគឺខ្ញុំមកណែនាំបងប្អូនទាំងអស់គ្នាពីរបៀបថែរក្សាសរសៃសក់វិញបងប្អូនទាំងអស់គ្នាចាព្រោះថាមិនថាស្ត្រីមិនថាបុរសគឺសក់ក៏ជាផ្នែកមួយសំខាន់ខ្លាំងដែរបងប្អូនទាំងអស់គ្នាហើយជាពិសេសគឺសម្រាប់ខ្ញុំប្រើជាមួយផលិតផលដែលមានគុណភាពល្អហើយតម្លៃធូរទៀតបងប្អូនទាំងអស់គ្នាចាតម្លៃតុនចាអញ្ចឹងសម្រាប់ផលិតផលខ្លះគឺបងប្អូនដឹងហើយគេហៅថាវាគុណភាពតាមតម្លៃចឹងណាបងប្អូនប៉ុន្តែសម្រាប់ផលិតផលយើងនេះគឺតម្លៃទាបតែគុណភាពល្អខ្លាំងមែនតើបងប្អូនទាំងអស់គ្នាចាសម្រាប់សក់ខ្ញុំគឺខ្ញុំតែងតែប្រើតែងតែកក់ឬមួយក៏អត់ជាមួយនឹងផលិតផលហ្នឹងបងប្អូនទាំងអស់គ្នាហើយចង់និយាយថាមិនធំតាធូរថ្លៃឲ្យបានច្រើនទៀតហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលយូរគឺខ្ញុំលើកយកមកណែនាំតែម្ដងបងប្អូនទាំងអស់គ្នាចានេះគឺជាផលិតផលដែលខ្ញុំប្រើជាប្រចាំថ្ងៃបងប្អូនចានេះគឺជាសាប៊ូកក់សក់ដែលមាននៅក្នុងក្រុមហ៊ុន Atomy ហើយនេះគឺជាប្រភេទក្រែមបន្ទន់សក់បងប្អូនទាំងអស់គ្នាអញ្ចឹងជាទូទៅបងប្អូនអាចប្រើតែពីរនេះគឺគ្រប់គ្រាន់ហើយតែបើសិនជាបងប្អូនទាំងអស់គ្នាចង់បានសរសៃសក់កាន់តែទន់រលោងរលាស់កាន់តែមានគេហៅថាជីវិតជីវ៉ារស់រវើកបងប្អូនណាអញ្ចឹងបងប្អូនអត់ចាំបាច់ចំណាយពេលអីច្រើនទេយើងគ្រាន់តែបន្ថែមជាមួយការប្រើប្រាស់ចាបន្ទាប់ពីយើងកក់បន្ទាប់ពីយើងបន្ទន់បងប្អូនអាចថ្ងៃណាដែលបងប្អូនទំនេរបងប្អូនអាចបន្ថែមជាមួយនឹងប្រភេទ treatment នេះបងប្អូនប្រភេទ treatment នេះគេហៅថាប្រភេទអប់សក់ណាបងប្អូនណាចាគឺក្រែមអប់សក់អញ្ចឹងសម្រាប់អាពីរនេះគឺខុសគ្នារបៀបម៉េចហ្នឹងហើយសម្រាប់បន្ទន់នេះបងប្អូនគឺប្រើបានចុងសក់បងប្អូនអាចយកទៅប្រើនៅចុងសក់យើងមិនបាច់ដល់ស្បែកក្បាលយើងទេបងប្អូនមិនបាច់ដល់ស្បែកក្បាលទេហ្នឹងហើយគឺបងប្អូនអាចប្រើជាមួយនឹងសរសៃសក់របស់យើងបានលាបលើសរសៃសក់ហើយបងប្អូនបើសិនជាមានពេលបងប្អូនអាចទុករយៈពេល5នាទីបងប្អូនទាំងអស់គ្នាសម្រាប់ក្រែមបន្ទន់នេះណាចាហើយបើសិនជាបងប្អូនមានពេលបងប្អូនអាចបន្ថែមជាមួយនឹងក្រែមអប់នេះទៀតបងប្អូនទាំងអស់គ្នាសម្រាប់ក្រែមអប់នេះបងប្អូនអាចប្រើដល់ស្បែកក្បាលចាបងប្អូនអាចច្បូតចឹងមកចាយើងច្បូតឲ្យពេញឲ្យសក់បងប្អូនទាំងអស់គ្នាឲ្យសក់ហ្នឹងហើយបើសិនជាបងប្អូនមានពេលបងប្អូនទុកចោល10ទៅ15នាទីចាំលាងចេញចាបន្ទាប់ពីលាងរួចបងប្អូនទាំងអស់គ្នាបន្ទាប់ពីលាងជាមួយនឹងក្រែមអប់ហើយនឹងបន្ទន់បងប្អូនអាចយកមកជូតនិយាយទៅបន្ទាប់ពីកក់សក់គឺសក់យើងមានទឹកច្រើនអញ្ចឹងណាអញ្ចឹងបងប្អូនជូតឲ្យសពប់មកហើយបងប្អូនប្រើជាមួយនឹង Essence នេះបងប្អូនចាប្រើជាមួយនឹង Atomy Seal Protein Hair Essence ណាចាសម្រាប់ប្រភេទនេះគឺជំនួយដល់សរសៃសក់យើងដែលយើងធ្វើការផ្លុំក៏ដូចជាយើងធ្វើការគៀបអីជាប្រចាំថ្ងៃហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងកក់រួចបងប្អូនជូតឲ្យសពប់បងប្អូនអាចប្រើជាមួយនឹងhair នេះ essence បងប្អូនចាគឺយើងលាបមិនបាច់ដល់កុលសក់ឲ្យបងប្អូនមិនបាច់ដល់ស្បែកក្បាលទេគឺយើងលាបតែលើសរសៃសក់យើងបន្តិចទៅយើងចុចតែម្ដងចឹងបងប្អូននេះរបៀបពពុះចេះនេះបងប្អូនឃើញទេរបៀបពពុះចឹងណាហើយនិយាយពីក្លិនវិញគឺអារម្មណ៍ល្អមកបងប្អូនចាគឺអារម្មណ៍ល្អមកពេលដែលបងប្អូនហាត់ក្លិនវានិយាយទៅក៏អូបរបៀបលក្ខណៈថាធម្មជាតិណាបងប្អូនចាអញ្ចឹងបន្ទាប់ពីបងប្អូនប្រើប៉ុណ្ណឹងហើយបងប្អូនអាចថែនេះចុងសក់នេះដើម្បីកុំឲ្យវាបែកចុងណាបងប្អូនគ្រាន់តែប្រើជាមួយនឹងបន្ថែមជាមួយនឹងប្រេងថែរក្សាសក់នេះទៀតមកគឺបងប្អូនចុចតែបន្តិចចឹងមកឲ្យក្លិនគឺ fresh ហ្មងបងប្អូនប្រើឲ្យមានអារម្មណ៍ថាលក្ខណៈថា relax ចឹងណាបងប្អូនគឺយើងចុចតែបន្តិចដាក់លើបាតដៃហើយគឺយើងយកមកច្បូតលើចុងសក់យើងហ្នឹងហើយលើចុងសក់យើងតែប៉ុណ្្នឹងឯងបងប្អូនរួចពីហ្នឹងមកបងប្អូនអាចផ្លុំឬមួយក៏គៀបសក់បានដែរចានេះគឺជាវិធីដែលខ្ញុំថែរក្សាសក់ជាប្រចាំថ្ងៃហើយសម្រាប់ចំណុះវិញបងប្អូនទាំងអស់គ្នារហូតទៅដល់500 ml បងប្អូនរហូតទៅដល់500 ml ចាគឺតម្លៃធូរហើយគឺគុណភាពល្អបងប្អូនទាំងអស់គ្នានេះបងប្អូនមើលដបរបស់គេនិយាយទៅគឺបងប្អូនអាចសាកប្រើបានបងប្អូនចាបងប្អូនអាចសាកប្រើបាន
គុណភាពល្អហើយតម្លៃយើងអាចសន្សំជាមួយនឹងតម្លៃទៀតបងប្អូនពួកតម្លៃទៀតចាហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺគ្រប់ផលិតផលរបស់ក្រុមហ៊ុន Atomy យើងគឺទទួលបានពិន្ទុហ្នឹងហើយគឺនឹងទទួលបានពិន្ទុគ្រប់ផលិតផលទាំងអស់បងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ព័ត៌មានលម្អិតឬមួយក៏បងប្អូនមានចម្ងល់ត្រង់ចំណុចណាត្រង់ផលិតផលអីផ្សេងទៀតបងប្អូនអាចតាក់ទងមកខ្ញុំបានចាអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយអរគុណជំរាបលា